បាននិយាយពី Hero Mayen នៅក្នុង Honor of King គឺវាដូចគ្នាជាមួយទៅលើ Hero Chu នៅក្នុង Mobile Legends ចឹងគាត់ថា Hero Mayen គឺវា combo skill ច្រើនជាង Hero Chu ចឹងណាតែបើនិយាយពី skill knock up ឬក៏ជា skill ទាត់ទៅលើ enemy គឺមានដូចគ្នាអ្នកគ្នាហើយនៅក្នុងវីដេអូហ្នឹងគឺខ្ញុំនឹងមកនិយាយពីការលេងទៅលើ Hero Mayen ថានៅក្នុង skill របស់ Hero ហ្នឹងវាមានអ្វីខ្លះហើយចំពោះការ combo skill វាយ៉ាងម៉េចដែរអញ្ចឹងមុននឹងយើងទៅមើលពី skill Hero ហ្នឹងគឺខ្ញុំចង់បង្ហាញពី passive ទៅលើ Hero ហ្នឹងសិនដើម្បីអ្នកទាំងអស់គ្នាបានដឹងថា passive Hero ហ្នឹងវាយ៉ាងម៉េចចឹងណាចឹងនៅពេលដែល Hero ហ្នឹងអស់ឈាមគឺយើងគ្រាន់តែធ្វើការឈប់ដើរទៅគ្រាន់តែយើងនៅតាមមួយកន្លែងទៅគឺឈាមនឹងឡើងអូតូឯអ្នកគ្នានិយាយទៅគឺស្រួលខ្លាំងមែនទែនគឺយើងមិនចាំបាច់ recall ទៅផ្ទះយកឈាមចឹងណាហើយ Hero ហ្នឹងគឺយើងអាចយកទៅលេងជា Castland ក៏បានជា roaming ក៏បានដែរអ្នកគ្នានិយាយទៅ Hero ហ្នឹងគឺវាងាយស្រួលព្រោះដោយសារតែ skill វាមានច្រើនចឹងណាទាំងការ knockdown ទាំងការ flick អីគឺវាមានច្រើនចឹងគឺយើងងាយស្រួលក្នុងការលេងខ្លាំងមែនទែនហើយចំពោះការវាយ basic attack អីគឺខ្ញុំមិនចាំបាច់និយាយទេព្រោះដោយសារតែការវាយហ្នឹងគឺវាធម្មតាទេអ្នកគ្នាវាអត់មានអីនៅក្នុងហ្នឹងទេអញ្ចឹងគឺយើងទៅមើលពី skill ទី1ទៅលើ Hero ហ្នឹងហើយចំពោះ skill ទី1ទៅលើ Hero Mayen ហ្នឹងគឺយើងអាចចុច2ដងបានណាអ្នកគ្នាអញ្ចឹងចំពោះ skill ទី1ហ្នឹងប្រសិនបើយើងដាស់អត់ចំមនុស្សទេ skill ទី1ហ្នឹងគឺវានឹងរត់ទៅមុខអញ្ចឹងណានេះដូចកន្លែងនេះអញ្ចឹងនៅពេលដែលយើងដាស់អត់ចំមនុស្សទេគឺវាគ្រាន់តែរត់ទៅមុខអញ្ចឹងទេហើយយើងអាចចុចមួយទៀតគឺធ្វើការ knock down ទៅលើ enemy អញ្ចឹងណាហើយចំពោះ skill knock down ហ្នឹងក៏វាមាន cool down ដែរណាបើសិនជាយើងដាស់ទៅមុខហើយយើងយូរចុចពេកក៏វាអាច knock down ដែរយើងចុចទៅមុខម្ដងទៀតគឺវានឹងទៅមុខទៀតហើយប៉ុន្តែ skill knock down ទៅលើ enemy ហ្នឹងគឺមាន damage ច្រើនណាស់អ្នកគ្នានៅពេលដែលយើង knock down ម្ដងគឺ see damage ទៅលើ enemy ហ្នឹងគឺកង់តែម្ដងចំពោះ skill ទី2ក៏អាចចុចបាន2ដងដែរនៅពេលដែលយើងចុចទៅវាអត់ត្រូវមនុស្សគឺវានឹងដាស់ទៅមុខប៉ុន្តែបើសិនជាយើងចុចដាស់ហើយយើងចុចដាស់ម្ដងទៀតចំទៅលើ enemy គឺនឹងវាយឲ្យ enemy 3-7 ទៀតអ្នកគ្នានិយាយទៅចំពោះ skill ទាំងពីរហ្នឹងគឺវាអាចចុចបានទាំងពីរអ្នកគ្នាដោយដែលអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងគឺយើងអាចធ្វើការងាយស្រួលក្នុងការរត់គេចពី enemy ខ្លាំងមែនទែនឬក៏យើងដេញវាយ enemy ក៏ស្រួលដែរហើយចំពោះ skill combo បើយើងចុច skill ទី1ហើយចុច skill ទី2គឺវានឹងវាយទៅលើ enemy បែបហ្នឹងឯអ្នកគ្នាអាហ្នឹងគឺជា skill combo ពេលដែលយើងចុច skill ទី1ហើយចុច skill ទី2អាហ្នឹងគឺវានឹងធ្វើការសាប់ទៅលើ enemy គឺវាយយ៉ាងไรហ្នឹងក៏ damage ឈឺខ្លាំងដែរអ្នកគ្នានិយាយទៅគឺងាយស្រួលខ្លាំងមែនទែនអាហ្នឹងគឺ combo ទី1ហើយចំពោះ combo skill ទី2គ្រាន់តែយើងចុច skill ទី2ហើយចុច skill ទី1វិញគឺវានឹងទាត់ទៅលើ enemy តែម្ដងនិយាយទៅគឺវាទាត់ដូចឈូអញ្ចឹងណាហើយយើងអាចធ្វើការ combo ហ្នឹងសម្រាប់ធ្វើការទាត់ទៅលើ enemy ដោយគ្រាន់តែយើងចុច skill ទី2ហើយចុច skill ទី1គឺវានឹងទាត់ទៅលើ enemy តែម្ដងអញ្ចឹងអ្នកទាំងអស់គ្នាបានស្គាល់ពី skill combo skill ទី1និង skill ទី2រួចហើយអញ្ចឹងអ្នកទាំងអស់គ្នាប្រកាសជារៀងស្រួលលេងបន្តិចហើយប៉ុន្តែគាត់ថាយើងលេងដំបូងគឺរៀងចុច skill រៀងអញញ៉ៃតិចអ្នកគ្នាព្រោះដោយសារតែយើងអត់ទាន់ស្ទាត់ជាមួយនឹងការ combo ហ្នឹងអញ្ចឹងណាប៉ុន្តែចំពោះការប្រើប្រាស់ skill ទី1ទី2ហ្នឹងគឺវាមានជាមួយនឹង limit របស់វាអ្នកគ្នាអាចមើលអា tray 4ខាងក្រោមឈាមហ្នឹងទៅអារៀងពណ៌លឿងហ្នឹងអាហ្នឹងគឺសម្រាប់ skill ទី1ហើយរៀងពណ៌បែករៀងទឹកសមុទ្រហ្នឹងអាហ្នឹង skill ទី2អញ្ចឹងនៅកន្លែងហ្នឹងគឺខ្ញុំចង់បញ្យល់ឲ្យអ្នកទាំងអស់គ្នាបានដឹងតិចនៅពេលដែលអ្នកទាំងអស់គ្នាចុច skill ទី1គឺវានឹងដកមកកម្មអាកន្លែងពណ៌លឿងហ្នឹងហើយចុច skill ទី2គឺវានឹងដកមកកម្មទៀតនៅកន្លែងពណ៌ខៀវហើយបើយើងចុច skill ទី2ម្ដងទៀតគឺវានឹងដកពណ៌ខៀវហ្នឹងអស់តែម្ដងហើយនៅពេលដែលអស់ហើយគឺយើងអត់អាចប្រើ skill កើតទេណាហើយ skill ទី1ក៏ដូចគ្នាដែរអញ្ចឹងនៅពេលដែលយើងចុច skill ទី3គឺគេនឹងបន្ថែមឲ្យម្នាក់មកកម្មទៀត skill ទី1មាន3កម្ម skill ទី2ក៏មាន3កម្មដូចគ្នាប៉ុន្តែក៏វាមាន cool down ដូចគ្នានៅពេលដែលអស់ cool down skill ទី1និង skill ទី2គឺមានត្រឹមតែ2កម្មទេអញ្ចឹងបើសិនជាយើងចង់មាន3កម្មអាហ្នឹងយើងចុច skill ទី3អញ្ចឹងណាហើយមុននឹងចូលវាយគេគឺមើលជាមួយនឹងអា stake កម្មហ្នឹងផងដើម្បីងាយស្រួលទៅការវាយទៅលើ enemy ព្រោះកាលណានៅពេលដែលយើងចូលទៅវាយ enemy ហើយអត់មានជាមួយនឹង stake ហ្នឹងគឺយើងអាចវាយបានទេគឺវានឹងកាត់ជាមួយនឹង stage ទាំងអស់គឺយើងប្រើ skill អត់កើតទេដូចដែលអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងហើយចំពោះ skill combo វាយទៅលើ enemy គឺតាមអ្នកលេងអញ្ចឹងអ្នកខ្លះគាត់ចង់លេងបែបផ្សេងទៅអ្នកខ្លះគឺចង់លេងបែបផ្សេងទៅព្រោះដោយសារតែ skill hero ហ្នឹងគឺវាមាន combo skill អញ្ចឹងគឺ combo គឺប្លែកខុសពីគ្នាតែសម្រាប់ខ្ញុំដែលខ្ញុំចូលចិត្តប្រើ combo ទៅលើ hero ហ្នឹងបើសិនជាគ្នាខ្ញុំ3នាក់ឬក៏4នាក់ទៅវាយគេមួយគឺខ្ញុំចុច skill ទី3 skill ទី2 skill ទី1 skill ទី2 skill ទី1ទៀតអ្នកគ្នាហ្នឹងគឺទាត់ទៅលើ enemy ទៅវិញទៅមកអញ្ចឹងកុំឲ្យគេប្រើ skill បានតែបើសិនជាខ្ញុំគិតថា hero ហ្នឹងគឺខ្ញុំអាច solo kill បានគឺខ្ញុំចុច skill ទី3 skill ទី1 skill ទី2 skill ទី2 skill ទី1វិញអ្នកគ្នាទៅគឺ combo មួយហ្នឹងគឺម៉ាំងនឹងដាច់តែម្ដងនិយាយទៅពាក់ព័ន្ធជាមួយនឹងការ combo skill ហ្នឹងគឺពាក់ព័ន្ធជាមួយនឹង play style របស់យើងលេងអញ្ចឹងណាអញ្ចឹងយើងចង់លេងបែបណាក៏បានដែរហើយសម្រាប់គ្នាយើងអ្នកដែលមកថ្មីឬក៏អ្នកចាស់ដែលមិនទាន់បានចុច subscribe នៅលើ YouTube channel របស់ខ្ញុំគឺខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាមិនចិត្តអាក្រក់ទេកុំភ្លេចជួយចុច subscribe ម្នាក់មួយផងហើយកុំភ្លេចជួយ share វីដេអូនេះបានច្រើនដើម្បីគ្នាយើងអ្នកដែលគាត់ចង់រៀនលេង Hero Mayen ហ្នឹងគឺគាត់បានឃើញដែរហើយសម្រាប់គ្នាយើងអ្នកដែលលេងជាមួយនឹង Honor King ហើយរកកន្លែង top up token ដែលមានភាពងាយស្រួលនិងរហ័សដែលមានតម្លៃសមរម្យគឺអ្នកទាំងអស់គ្នាអាចមកដាក់ជាមួយនឹងខ្ញុំបាននិយាយទៅគឺខ្ញុំទទួលដាក់ច្រើនខ្លាំងមែនតើមិនថាពេជ្រ Mobile Legends ពេជ្រ Free Fire ឬក៏ UC PUBG ទេអ្នកគ្នាចង់ដាក់ Roblox ក៏ខ្ញុំមានទទួលដាក់ដែរដោយគ្រាន់តែអ្នកទាំងអស់គ្នាឆាតចូលមកក្នុង Facebook page របស់ខ្ញុំមកហើយអ្នកទាំងអស់គ្នាក៏អាចទៅដាក់ពេជ្រដោយខ្លួនឯងក៏បានដែរគឺដាក់តាមរយៈ website របស់ខ្ញុំផ្ទាល់តែម្ដងដែលមានឈ្មោះថា Virtual Store អញ្ចឹងពាក់ព័ន្ធជាមួយនឹងការលេងទៅលើ Hero ហ្នឹងគឺវាមានតែប៉ុណ្្នឹងទេអញ្ចឹងអ្នកទាំងអស់គ្នាអាច
ទៅទស្សនាជាមួយនឹង gameplay របស់ខ្ញុំបាន Good stuff. Ingredients can be eaten in a flash. Dinner and a late snack are the perfect mix to cure whatever. And a hair's breadth. Nice. Be eaten right away. The Overlord of Pirates has spawned. Felicity has spawned. One more. The side dishes have been conquered. Unstoppable. Never leaves the house. Dishes. Want a taste? An ally has been slain. Rampage. Double kill. Your team has destroyed a turret. We have slain an enemy. Aced. Victory. Imagination is running wild. This stuff smells amazing. Being in battle reminds me of my past glories.